outfit ទី1សម្រាប់ថ្ងៃទី2ឆ្នាំនេះសូមបែបសាបសាបអញ្ចឹងណាអ្នកទាំងគ្នានេះមិន outfit ទៅលេងទឹកទេអ្នកទាំងគ្នាបែបយើងទៅថតឈៀតទៅថតមួយផ្លែតអញ្ចឹងណាសំខាន់នេះឲ្យតែមកលេងទឹកអត់ដែរផ្លេចទេគ្រឿងកញ្ចក់កញ្ចប់ដូចខ្សែកដូចតាគៀបដូចអីអញ្ចឹងគឺខ្ញុំវិចមកអញ្ចឹងមកអ្នកទាំងគ្នារៀបមកកាភ្លេងអញ្ចឹងមកជាពិសេសឲ្យតែបានរបៀបពណ៌ខ្ជូតខ្ជូតពណ៌ឆើតឆើតហ្នឹងគឺ outfit លេងទឹកត្រូវតែម្ដងហើយឡើងខ្ញុំខ្ជិលធ្វើមុខសក់អីច្រើនគឺចាប់ខ្វងខ្លួនឯងបែបអញ្ចឹងមកទៅព្រោះដោយសារតែគិតថាសាបសាបបែបលឿនងាយងាយអីអញ្ចឹងណាប៉ុន្តែពេលដែលខ្វងបដាហ្នឹងទឹកមុខដូចអត់ពេញចិត្តជាមួយនឹងការខ្វងម៉ូតសក់ហ្នឹងឯងដូចវាដដែលពេកអីអញ្ចឹងណាកំពុងតែចាប់ផ្ដើមគិតឲ្យថាគួរតែទៅមុខតទៀតអត់អីអញ្ចឹងឥឡូវជាក់ស្ដែងគឺតទៅមុខមកចាហៀងទៀតឯអ្នកទាំងអស់គ្នាសំខាន់ของហ្នឹងគឺของបានពាក់កណ្ដាលឯណាគឺផ្លិចចុចអ្នកទាំងអស់គ្នាចាឥឡូវហ្នឹងគឺចាប់ផ្ដើមបានของបានសងខាងណាថ្ងៃឡើងអញ្ចឹងអត់សូវធ្វើខ្លួនលះម៉ាអ្នកទាំងអស់គ្នាធ្វើបែបសាបតិចអីអញ្ចឹងទៅខ្ញុំស្ដាញ់ឈុតនឹងខ្លាំងអ្នកទាំងអស់គ្នាសារឈុតនេះ local វៀតណាមមកគេពងត្រែនអ្នកទាំងអស់គ្នាដាក់ថែមតាគៀបចុះឡើងរំថាវា sketch អញ្ចឹងពេលគឺអត់យកអ្នកទាំងអស់គ្នាឥឡូវជាក់ស្ដែងគឺយកមកតែ2នេះបានហើយមិនដែរអ្នកទាំងអស់គ្នា outfit ថ្ងៃនេះកាច់ចុះកាច់ឡើងនេះគឺផ្លិចចានិយាយទៅមានអារម្មណ៍ថាវាស្រឡះពេកនិយាយទៅគឺអត់ហើយហ្មងអ្នកទាំងអស់គ្នាឥឡូវស្រឡះពេកថែមវ៉ែនតាមួយទៀតវ៉ែនតាហ្នឹងមានគ្រប់រដូវកាលហ្មងអ្នកទាំងអស់គ្នាស្រឡាញ់តែមួយហ្នឹងហ្មងនិយាយទៅវ៉ែនតាមកកណោទៅស្រឡាញ់តែមួយហ្នឹងឯងទៅវាពាក់ទៅវាសមជាមួយនឹងទម្រង់មុខយើងអីអញ្ចឹងណាអ្នកទាំងអស់គ្នាឥឡូវនេះអ្នកទាំងអស់គ្នាឲ្យបន្ទុកប៉ុន្មានដែរ outfit ទី1សម្រាប់ថ្ងៃទី2អីអញ្ចឹងណាអ្នកទាំងអស់គ្នាដល់តែវិញក៏អត់មានរបៀបថាខ្ជិលអីដែរអ្នកនរគ្នាមានគិតរឿងដេកពួនអីណាគឺគ្រាន់តែនេះភ្លាមហ្នឹងតនេភ្លាមគឺបិទម៉ាស់គេងហ្មងអ្នកនរគ្នាចាចង់ស្អាតដល់តែយើងរៀងអាសាបន្តិចអញ្ចឹងអ្នកនរគ្នាឥឡូវនេះគឺខ្ញុំបិទជាមួយនឹង Mask L'Oreal Collagen ជាប្រភេទ Mask បិទទៅផ្ដល់សំណើមដល់ស្បែកមុខយើងតែម្ដងអ្នកនរគ្នានិយាយទៅគឺបិទហើយស្បែកមុខយើងគឺដូចមនុស្សផឹកទឹកមួយថ្ងៃ10លីត្រអញ្ចឹងអ្នកនរគ្នាឡងភ្លឺថ្លាសំខាន់គឺមុខយើងមានសំណើមខ្លាំងមែនតើហ្មងអ្នកនរគ្នាសម្រាប់ Mask L'Oreal Collagen នេះគឺជាប្រភេទ Mask មួយដែលយើងបិទទុកចោលរយៈពេល3-4ម៉ោងក៏បានឬក៏យើងបិទរបៀបថាយើងបិទកេងមកយកហ្មងចាំផ្សាយផឹកឡើងអីចាំអ្នកទាំងអស់គ្នាបកចេញក៏បានដែរហើយបើថាបានទុកផឹកឡើងមកយកអីអ្នកគ្នាបកមកឃើញស្បែកមុខយើងឡើងភ្លឺថ្លាតែម្ដងអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំមកដល់ខេត្តសៀមរាបហើយអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងធ្វើបេសកកម្មកន្លែងណាមានសង្ក្រានគឺខ្ញុំនឹងចូលកន្លែងហ្នឹងហើយនេះគ្រាន់តែឃើញទឹកមុខស្វាយអហ្នឹងគឺដឹងហ្មងអ្នកទាំងអស់គ្នាថ្ងៃនេះគឺជិះដើរហោឡើងមកដល់បដាកហ្មងអ្នកទាំងអស់គ្នាសំខាន់ជួបសង្ក្រាន Boostrong ខ្ញុំមកដល់រៀងថ្ងៃអ្នកទាំងអស់គ្នាឃើញគេរៀបចំសង្ក្រានឡើងស្អាតហ្មងបែបសង្ក្រាននៅតាមភូមិនៅប្រដាក់យើងហ្នឹងអ្នកទាំងអស់គ្នាតែមួយខ្ញុំនេះគឺចូលចិត្តមកប្រដាក់ស្រាប់អ្នកទាំងអស់គ្នាឲ្យទៅសៀមរាបគឺដែរភ្លេចទេទៅប្រដាក់ឥឡូវហ្នឹងនៅប្រដាក់គេរៀបចំសង្ក្រាន Boostrong ទៀតអញ្ចឹងគឺខ្ញុំចូលលេងហ្មងអ្នកទាំងអស់គ្នាសំខាន់ខ្ញុំទៅរៀងថ្ងៃអញ្ចឹងបានលេងល្បែងប្រជាប្រិយខ្មែរយើងបានច្រើនខ្លាំងមែនតែនហ្មងអ្នកទាំងអស់គ្នាហើយសង្ក្រានគេរៀបចំធំស្អាតមែនតែនហ្មងបែរឆ្ងល់ថាខ្ញុំទៅដល់តែឯងឯអ្នកទាំងអស់គ្នាពួកឯងថ្ងៃនេះគឺឆ្លេឆ្លាគឺចង់ដើរសង្ក្រានខ្លាំងមែនតែនហ្មងអ្នកទាំងអស់គ្នាឆោថតចោះឡើងហើយណាមួយចាំគ្នារៀងមកយូរដែរអ្នកទាំងអស់គ្នាមានអារម្មណ៍ថាក្តៅអញ្ចឹងបើក្តៅអញ្ចឹងហើយមានអ្នកទាំងអស់គ្នាគឺរត់ទៅហោ Boostrong ផឹកហ្មងអ្នកទាំងអស់គ្នាមិនឃើញខ្ញុំនៅពីងហ្នឹងរត់ចូលពីងអីណាអ្នកទាំងអស់គ្នាចាឥឡូវនេះគឺខ្ញុំរត់ទៅតង់គឺគេលក់ Boostrong ហ្មងអ្នកទាំងអស់គ្នាចាហើយទៅដល់នេះគឺរបៀបថាអ្នកលក់ហ្នឹងដឹងចិត្តទៀតអ្នកទាំងអស់គ្នា Boostrong គេខ្លះសេឡើងតិចចិត្តអញ្ចឹងហ្មងអ្នកទាំងអស់គ្នាមេក្តៅមេអីអញ្ចឹងញ៉ាំជាមួយនឹង Boostrong គឺត្រូវតែម្ដងចាបែបយើងលេងសង្ក្រានរៀងហត់រៀងអស់កម្លាំងអីអញ្ចឹងដាក់ Boostrong ទៅគឺមានកម្លាំងបើកម្លាំងយើងវិញហ្មងអ្នកទាំងអស់គ្នាណាមួយនេះបានតិចខ្លះសេអញ្ចឹងទៀតគឺថាអែមខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាបើនិយាយពីរសជាតិ Boostrong វិញគឺថាឆ្ងាញ់រសជាតិដិតអ្វីដែលសំខាន់ណាគឺថាមានរង្វាន់ច្រើនខ្លាំងមែនតើហ្មងងាកមកមើលសង្ក្រានយើងវិញអ្នកទាំងអស់គ្នាចាប់ផ្ដើមមានមនុស្សច្រើនកុះករបៀបថាមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងគឺបានច្រើនខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាសំខាន់ដាក់សង្ក្រាននៅបដាអញ្ចឹងគឺថាមនុស្សច្រើនខ្លាំងមែនតើហ្មងមានបងប្អូនពូមីងយើងគាត់មកអង្គុយមើលនៅនឹងហ្មងអ្នកទាំងអស់គ្នាមានអីអ្នកទាំងអស់គ្នាមកសង្ក្រាន Boostrong សប្បាយមួយយ៉ាងដែរតាសំខាន់មានបានលេងល្បែងប្រជាប្រិយខ្មែរមានបងប្អូនយើងមកចូលរួមច្រើនកុះកទៀតកុំភ្លេចអ្នកទាំងអស់គ្នាបើថាលេងល្បែងប្រជាប្រិយខ្មែរយើងអស់កម្លាំងអស់អីហើយកុំភ្លេចដាក់ជាមួយនឹង Boostrong បើកម្លាំងយើងមកវិញតែម្ដងថាខ្លួនឯងរៀបទៅហ្នឹងអ្នកទាំងអស់គ្នាតែផ្លិចយកកាបូបយកទូរស័ព្ទឆ្នាំហ្នឹងគឺខ្ញុំរៀងផ្លាយជាងរដងអ្នកទាំងអស់គ្នាខ្ញុំអត់ទាន់ទៅសៀមរាបទេគឺខ្ញុំនៅលេងពេញមួយថ្ងៃសិនអញ្ចឹងឥឡូវហ្នឹងយើងមក get ready រៀបចំខ្លួនទៅមួយខ្ញុំទាំងអស់គ្នាឥឡូវហ្នឹងគឺខ្ញុំមានអាវកាក់វាអញ្ចឹងហើយជាមួយនឹងខោកបយវែងអ្នកទាំងអស់គ្នាហើយខ្ញុំអាចថែមអាវក្រៅមួយទៀតអ្នកទាំងអស់គ្នាដោយសារតែក្តៅអញ្ចឹងទៅយើងពាក់អាវក្រៅទៅអញ្ចឹងណាអាវក្រៅមួយទៀតអ្នកទាំងអស់គ្នាចាការពារកុំឲ្យក្តៅអីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយសំខាន់គឺគេមាននៅ Mesa Fest ជាមួយនឹង Hanuman គឺអ្នកទាំងអស់គ្នាគេលេង3ថ្ងៃថ្ងៃទី14ថ្ងៃទី15
ថ្ងៃទី16ហើយសំខាន់គឺមាន2 0ទៀតនៅមាននៅវត្តភ្នំក៏មាននៅមាននៅកោះពេជ្រក៏មានដែរអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំទៅកោះពេជ្រអ្នកនរគ្នាអញ្ចឹងឥឡូវយើងទៅស្លៀកពាក់ទាំងអស់គ្នាអញ្ចឹងឥឡូវនេះប៉ិននេះគឺខ្ញុំហើយហ្មងអ្នកនរគ្នាខ្ញុំពាក់អាវខែទៀតមកដោយសារតែខ្លាចក្តៅរអញ្ចឹងទៅគឺយើងណាមួយមេខែហ្នឹងវាក្តៅស្រាប់អញ្ចឹងយើងពាក់ខោចង្វែងហើយក៏អាវដែលវែងមកគឺវាអូខេហ្មងអ្នកនរគ្នាចេញទៅក្រៅបានហ្មងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដឹងថានៅ Mesa Fest មានអីគេលេងខ្លះអ្នកនរគ្នាកុំភ្លេចទៅទាំងអស់គ្នានិយាយទៅឥឡូវហ្នឹងគឺខ្ញុំចេញទៅអ្នកនរគ្នាចាខ្ញុំរៀបចំតែប៉ុណ្្នឹងគឺខ្ញុំចេញទៅហ្មងអ្នកនរគ្នាហើយកុំភ្លេចទៅចូលរួមលេងហ្គេមល្បែងប្រជាប្រិយនៅក្នុងហ្នឹងក៏មានតង់ជាច្រើនមាន concert មានអីអញ្ចឹងអ្នកនរគ្នាមានច្រើនខ្លាំងមែនតើអញ្ចឹងចាំខ្ញុំទៅដល់ខ្ញុំនឹង update ប្រាប់អ្នកនរគ្នាទៀតអញ្ចឹងឥឡូវនេះគឺខ្ញុំហើយអ្នកនរគ្នាជួយមកខ្ញុំមកប៉ុណ្្នឹងបានទេណោះគឺវាថាយើងទៅលេងអញ្ចឹងអ្នកនរគ្នាពាក់អញ្ចឹងណាវាសមរម្យអីដែរអ្នកនរគ្នាស្គៀសភាពអីអញ្ចឹងណាមិនតែអប់ចាចេញទៅគឺមិនតែអប់សិនចូលចិត្តក្លិនឈ្ងុយអីអញ្ចឹងណាអានេះ favorite ក្លិនខ្ញុំហ្មងអ្នកនរគ្នានេះបាញ់ទាំងអស់ហ្មងបាញ់ថាខ្លួនឯងរៀបទៅហ្នឹងណាអ្នកនរគ្នាតែផ្លិចយកកាបូបយកទូរស័ព្ទផ្លិចយកនាឡិកាឲ្យថែមបានកវលមួយទៀតចាឥឡូវពាក់នាឡិកាគេតំបានក្តៅថ្មីដំបូងខ្ញុំមានអាហ្នឹងពណ៌មាសមួយស្រីរបៀបអញ្ចឹងណាដល់ពេលអញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរពាក់ពណ៌ប្រាក់ម្ដងអញ្ចឹងឥឡូវខ្ញុំពាក់ពណ៌ប្រាក់ម្ដងអ្នកគ្នាហើយតោះយើងហើយបាយ see you អ្នកនរគ្នាជួបគ្នានៅ Mesa Fest នៅកោះពេជ្រអ្នកនរគ្នាអញ្ចឹងឥឡូវនេះគឺខ្ញុំរៀបដំណើរចេញទៅអ្នកនរគ្នាកុំភ្លេចជួបគ្នានៅ Hanuman Fest អ្នកនរគ្នានិយាយទៅឥឡូវនេះគឺខ្ញុំចេញទៅហើយខ្ញុំទៅយកមិត្តភ័ក្ដិខ្ញុំម្នាក់ទៀតអ្នកនរគ្នាពួកខ្ញុំចេញទៅយកមិត្តភ័ក្ដិខ្ញុំពួកយើងអត់អាចដើរលេងតែម្នាក់ឯងបានទេអ្នកនរគ្នាអញ្ចឹងគឺខ្ញុំទៅយកមិត្តភ័ក្ដិខ្ញុំហើយ see you អ្នកនរគ្នាអ្នកនរគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ Mesa Festival ហើយនិយាយទៅគឺអ្នកនរគ្នាឃើញឆាកខ្ញុំនៅខាងច្រកឆាកខ្ញុំនិយាយទៅគឺឃើញឆាក Mesa អ្នកនរគ្នាឃើញឆាកហនុមានហ្នឹងគឺធំខ្លាំងមែនតើហ្មងអ្នកនរគ្នាអញ្ចឹងកុំភ្លេចមកលេងចូលរួមអ្នកនរគ្នាដោយសារតែនៅនេះគឺមានការលេងរយៈពេលរហូតដល់3ថ្ងៃអ្នកនរគ្នានិយាយទៅគឺថ្ងៃទី14 15 16អ្នកនរគ្នាអញ្ចឹងកុំភ្លេចមកចូលរួមអ្នកនរគ្នាអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំឲ្យអ្នកនរគ្នាដើរមើលបាក់វេនមួយខ្ញុំអ្នកនរគ្នាថានៅ Mesa Festival មានអីគេខ្លះអ្នកនរគ្នាលេងដល់3ថ្ងៃផងខ្ញុំមែនហ្នឹងហើយខ្ញុំមកបាន3ខែហ្នឹងអត់ទេមកលេងហ្នឹងនេះមកលេងទី1អូខេចាំមកលេងរហថ្ងៃមកគេដល់3ថ្ងៃហ្នឹងលេងដល់3ថ្ងៃមែនហ្នឹងហើយមកដល់នេះគឺអត់បាក់កន្លែងថតរូបទេនិយាយទៅគឺមានគ្រប់យ៉ាងហ្មងចាមានទាំងតង់លក់អាហារមានតែកន្លែងថតរូបមានតែក៏អីថតរូបច្រើនខ្លាំងមែនតើហ្មងអ្នកនរគ្នាបំពេញគ្នាយើងបើដឹងទៅណាកុំភ្លេចអ្នកនរគ្នាមកនេះបាននិយាយទៅគឺមានអីរបៀបថាមានអីលេងមានអីប្លែកអីអ្នកនរគ្នារបៀបថាបានលេងសប្បាយអ្នកនរគ្នាហ្មងកុំដេក stress ស្បីអ្នកនរគ្នាចូលឆ្នាំទាំងមូលគេមកដើរលេងមកអីតែបើមនុស្សម្នាអីអញ្ចឹងណាចានិយាយថាយើងអត់ចង់លេងទឹកលេងអីអញ្ចឹងយើងចង់បែបរបៀបមនុស្សចាស់របៀបអីផ្លេបាត់ហើយអ្នកនរគ្នាមកដល់ Mesa Fest អ្នកនរគ្នាអត់ភ័យទេរបៀបថាបើសិនជាអ្នកនរគ្នាហត់អីចង់ខ្លាចពិបាកហើយញ៉ាំចឹងអត់ទេនៅនេះគឺមានតង់សម្រាប់បងញ៉ាំអីហ្មងអូខេហ្មងថតគេសុំថតអ្នកនរគ្នាឥឡូវខ្ញុំចង់ប្រាប់ថាចានៅនេះគឺអត់ពិបាកនៅក្នុងការហៅញ៉ាំអ្នកនរគ្នាដោយសារគឺមាននៅហនុមានគឺមានតង់ស្រាប់របៀបថាលក់អីឲ្យអ្នកនរគ្នាហ្មងចឹងណាចឹងយើងដើរហៅញ៉ាំទុកសិនដោយសារណាមួយខ្ញុំងើបពីគេមកអត់បានញ៉ាំអីដូចគ្នាឥឡូវខ្ញុំហត់អ្នកនរគ្នាដើរឡើងហត់អីចង់សុំញ៉ាំមីមួយសិនអញ្ចឹងខ្ញុំអត់តណាអ្នកនរគ្នាឃើញឆាក concert នៅខាងក្រោយខ្ញុំមកគឺធំខ្លាំងមែនតើទៅទៀតគឺខ្ញុំឡើង perform និយាយលេងហ្នឹងឯងអ្នកនរគ្នាទៅទៀតហ្នឹងគឺមានការវិញឡើងទាំងអស់គ្នាជាមួយនឹង Mesa Festival